យុត្តិធម៌ត្រូវតែមានជានិច្ចសម្រាប់កម្ពុជាដែលជាប្រទេសរងគ្រោះថ្ងៃនេះបងប្អូនបានឃើញហើយនៅការបង្ហាញនៅរូបភាពតាមរយៈផ្កាយរណបដែលរូបភាពនេះគឺបង្ហាញអំពីខ្សែបន្ទាត់ព្រំដែនមកដល់ពេលនេះបើទោះជាថៃព្យាយាមឈ្លានពានកាន់កាប់ទឹកដីមួយចំនួនរបស់កម្ពុជាយ៉ាងណាក៏ដោយប៉ុន្តែតាមរយៈផែនទីតាមផ្កាយរណបនេះគឺបង្ហាញអំពីខ្សែផែនទីដែលទទួលស្គាល់ដោយសន្ធិសញ្ញាបារាំងសៀមឬក៏ហៅកាត់ថាຂະຫນាត1លើ200,000និងផែនទីមួយទៀតដែលគូដោយឯកតោភាគីរបស់ប្រទេសថៃឬក៏ហៅកាត់ម្យ៉ាងថាຂະຫນាត1លើ50,000ប៉ុន្តែអ្វីដែលជាសក្ខីភាពអ្វីដែលជាយុត្តិធម៌ពិតសម្រាប់កម្ពុជានោះបើទោះជាថៃប្រឹងប្រែងប្រើប្រាស់នៅផែនទីមួយណាក៏ដោយជាពិសេសបច្ចុប្បន្នថៃព្យាយាមប្រើប្រាស់នៅផែនទីដែលគូដោយឯកតោភាគីយ៉ាងណាក៏ដោយប៉ុន្តែតំបន់បុរាណដ្ឋានដ៏សំខាន់របស់កម្ពុជាក្នុងនោះមានប្រាសាទខ្នារប្រាសាទតាកបីប្រាសាទតាមនតូចតាមនធំជាដើមគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាជានិច្ចបងប្អូនទាំងឡាយនេះហើយគឺជាសក្ខីភាពដែលมันអាចប្រកែកបានរវាងសត្រូវឈ្លានពាននិងម្ចាស់ទឹកដីពិតប្រាកដគឺកម្ពុជានេះឯងបងប្អូនមួយចំនួនពិតជាធ្លាប់អន់សពុនចិត្តជាមួយនឹងរដ្ឋាភិបាលសូម្បីតែខ្ញុំផងដែរពេលខ្លះបងប្អូនមួយចំនួនធ្លាប់គិតថាតើយើងទ្រាំដល់ពេលណាហើយរដ្ឋាភិបាលបន្តធ្វើកំណត់ទូតដាក់លិខិតតវ៉ាជារឿយៗនេះដែលមិនឃើញមានលទ្ធផលសោះតើយើងទ្រាំដល់ពេលណាបងប្អូនទាំងឡាយការទ្រាំការបានការអំណត់ប៉ុណ្ណាក៏ដោយគឺវាមានព្រំដែនទាំងអស់ប៉ុន្តែខ្ញុំសូមជម្រាបបងប្អូនថានៅពេលណាការដែលយើងធ្វើទៅតាមផ្លូវច្បាប់អន្តរជាតិការដែលយើងព្យាយាមដាក់ឯកសារតវ៉ាយើងបង្ហាញទៅកាន់អន្តរជាតិគ្រប់ជ្រុងជ្រោយគ្រប់ដំណដោយនេះគឺជាបទដ្ឋាននេះគឺជាបច្ចេកទេសនេះគឺជាអ្វីដែលយើងកំពុងតែធ្វើឲ្យដើរទៅកាន់ផ្លូវត្រឹមត្រូវមួយស្របតាមច្បាប់អន្តរជាតិបើថ្ងៃណាមួយថៃនៅតែកក្រឿនក្នុងវិធីនេះនោះកម្ពុជានៅពេលណាដែលយើងសន្សំនៅអ្វីដែលយើងខ្វះខាតនៅក្នុងពេលនេះនៅពេលណាដែលយើងពង្រឹងនៅអ្វីដែលយើងគួរតែធ្វើនៅក្នុងថ្ងៃអនាគតដើម្បីទទួលបាននូវទឹកដីរបស់យើងមកវិញពេលនោះហើយការអត់ធ្មត់ក៏មានដែនកំណត់ដែរហើយយើងក៏នឹងធ្វើទៅតាមអ្វីមួយដែលស្របទៅតាមច្បាប់ហើយការតវ៉ាកន្លងមកនេះគឺជាការបង្ហាញទៅកាន់អន្តរជាតិថាបើថ្ងៃណាមួយកម្ពុជាប្រើប្រាស់នៅកម្លាំងយោធានៅក្នុងការទទួលទឹកដីវិញនោះមិនមែនជាកំហុសរបស់កម្ពុជាទេបងប្អូនទាំងឡាយអ្វីដែលបងប្អូននៅក្នុងស្រុកត្រូវតែបន្តធ្វើនៅពេលនេះនោះគឺកម្លាំងសាមគ្គីរវាងមហាគ្រួសារខ្មែរជាពិសេសទំហំនៃការពហិការមិនប្រើប្រាស់ទំនិញសៀមបាទរបស់បងប្អូនគឺពិតជាមានតម្លៃជាមហាសាលគឺជាចរន្តនៃការឈានទៅការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចរបស់ប្រទេសថៃតែម្ដងបើសិនជាបងប្អូនចង់ឃើញនៅរូបភាពអាជីវករសិប្បករម្ចាស់ឧស្សាហកម្មថាកែធំតូចអ្នកជំនួញរបស់ថៃដែលធ្លាប់រកស៊ីនៅកម្ពុជារកចំណូលបានរាប់លានដុល្លារក្នុងមួយឆ្នាំទៅមួយឆ្នាំធ្វើបាតកម្មទង់ទ្រាយធំនោះសូមបងប្អូនបន្តស្មារតីពហិការនេះតទៅទៀតហើយខ្ញុំធ្លាប់បានជម្រាបបងប្អូនហើយថ្ងៃនេះតាមរយៈរូបភាពតាមផ្កាយរណបនេះគឺជាសាក្សីដ៏ធំមួយគឺជាទឹកតាំងដ៏សំខាន់មួយដែលបង្ហាញថាអ្វីដែលសៀមកំពុងធ្វើពេលនេះទាំងការសង់របងទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធការគ្រប់គ្រងការពត់ឡាលុះលើទឹកដីកម្ពុជាទាំងអស់នេះវាគឺជាឆាកល្ខោនគឺជារូបភាពបំផាត់ផ្នែកក្នុងឲ្យកម្ពុជាចេតនាឲ្យកម្ពុជាចលាចលនិងឈានទៅរកការបែកបាក់សាមគ្គីខ្មែរតែប៉ុណ្ណោះប៉ុន្តែគ្រប់យ៉ាងគឺជាល្ខោនស្រមោលរបស់អ្នកនយោបាយថៃដើម្បីដណ្ដើមអំណាចនេះកាន់កាប់ធ្វើជានាយករដ្ឋមន្ត្រីតែប៉ុណ្ណោះជាពិសេសគឺអនុទិន កន្លងមកគឺជាមេដឹកនាំគណៈបកមួយដែលស្ទើរតែគ្មានសម្លេងនៅក្នុងកៅអីរដ្ឋសភារបស់ប្រទេសថៃប៉ុន្តែតាមរយៈការឈានពានទឹកដីកម្ពុជានេះហើយធ្វើឲ្យអនុទិនមានឱកាសនៅក្នុងការគ្រប់គ្រងតំណែងកៅអីជានាយករដ្ឋមន្ត្រីនៃប្រទេសថៃប៉ុន្តែអនុទិនកំពុងតែដើរដល់ផ្លូវទាល់មួយដែលពិបាកនឹងថយក្រោយហើយបងប្អូនដូច្នេះខ្ញុំសូមឲ្យបងប្អូនបន្តស្មារតីសាមគ្គីគ្នាហើយខ្ញុំសូមទទូចទៅកាន់អ្នកនៅក្រៅប្រទេសមួយចំនួនជាពិសេសលោកមួងណារ៉េតសូមលោកមេតាឈប់កាន់ជើងសត្រូវឈ្លានពានទៅផ្ទុយទៅវិញសូមលោកមេតាចូលរួមជួយពលរដ្ឋខ្មែរចូលរួមគាំទ្ររដ្ឋាភិបាលលើកទឹកចិត្តនិងផ្ដល់យុទ្ធសាស្ត្រដល់រដ្ឋាភិបាលប្រកបជាងការដែលទៅកាន់ជើងសត្រូវខ្ញុំចង់ឲ្យបងប្អូនស្ដាប់សម្លេងលោកមួងណារ៉េតបន្តិចដែលគាត់ទើបតែលើកឡើងប្រហែលថ្ងៃនេះទទួលស្គាល់ឲ្យកុំមកខែងរែងមកអួតខុសរឿងថាតែហ៊ានយើងអង្គអាចក្លាហានដល់មហិមានណាសុទ្ធតែវីរៈកងទ័ពការពារដីយើង62កន្លែងអត់បាននៅគង់ផងជាយកអស់ហើយនឹងវីរៈកងទ័ពខ្ញុំសូមផ្ដាំទៅលោកមួងណារ៉េតម្ដងហើយម្ដងទៀតបើលោកមិនបាននៅក្នុងស្រុកបើលោកមិនបានចូលរួមជួយអ្វីទេសូមលោកកុំប្រមាថដល់វីរៈកងទ័ពខ្មែរពួកគាត់ខំប្រឹងការពារប្រទេសណា
ខ្ញុំថាបាននិយាយហើយតែសូមបីទៅបន្ទប់ទឹកក៏អោបប្រភេទវុតទៅជាមួយដែរដូច្នេះសូមលោកបាញ់ឈប់នៅក្នុងការជន់ប្រទេសខ្លួនឯងតទៅទៀតខ្ញុំសូមចិត្តតែប៉ុណ្្នឹងចុះបាទអរគុណ